នេះហើយអ្នកទាំងអស់គ្នាជាទូកងោចំនួនក្រោយរបស់រដ្ឋសែនមានជ័យអ្នកដែលគាត់និយមមើលទូកណាប្រកាសជាស្គាល់ហើយជើងខ្លាំងប្រចាំស្រុកកោះធំខេត្តកណ្ដាលគឺរដ្ឋសែនមានជ័យម្ចាស់ជើងឯក3ចំនួនជាប់គ្នាគឺឆ្នាំ1995 96និង97កាលនោះទូករដ្ឋសែនមានជ័យនេះគឺថាមានកេរ្តិ៍ឈ្មោះល្បីល្បាញណាស់ប៉ុន្តែក៏បានចូលនិវត្តន៍អស់រយៈពេលរាប់ឆ្នាំទៅហើយឥឡូវនេះដោយសារតែមានការចូលរួមពីសប្បុរសជនគឺគេបានសាងសង់នៅទូកថ្មីមួយដែលជាចំនួនក្រោយរបស់រដ្ឋសែនមានជ័យគឺមានឈ្មោះថាសម្បួរសែនជ័យបារមីមានរិទ្ធទូកងសម្បួរសែនជ័យបារមីមានរិទ្ធនេះគឺជាទូកងដែលស្ថិតនៅក្នុងវត្តកំពង់សម្បួរស្រុកកោះធំខេត្តកណ្ដាលមានប្រវែង21ម៉ែត្រហើយមានចំណុះ22នាក់ដែលជាទូកខ្នាតអន្តរជាតិណាហើយបច្ចុប្បន្ននេះគឺគេបានដាក់ទូកនេះឲ្យចុះសាកល្បងល្បឿនហើយអញ្ចឹងអត់ទាន់ចាញ់ប៉ុណ្ណានេះណាអញ្ចឹងគឺត្រឹមតែសាកល្បងល្បឿនក៏ដូចជាតេស្តទឹកដៃនៅអ្នកដែលគាត់ជាអ្នកអ៊ំថ្មីហ្នឹងអញ្ចឹងយើងចាំមើលថាតើការបង្ហាញខ្លួនរបស់ចំនួនក្រោយរដ្ឋសែនមានជ័យនេះតើធ្វើឲ្យការប្រណាំងទូកខ្នាតអន្តរជាតិហ្នឹងគឺកាន់តែជក់ចិត្តដល់កម្រិតណាយើងចាំមើលទាំងអស់គ្នាសម្រាប់ខ្ញុំគឺខ្ញុំរងចាំមើលល្បឿនរបស់ទូកថ្មីនេះសិនហើយក៏រងចាំមើលការប្រណាំងសាកល្បងដូចគ្នាអញ្ចឹងអ្នកដែលគាត់ជា fan របស់រដ្ឋសែនមានជ័យគឺយើងចាំមើលទាំងអស់គ្នាទៅមើល